បាទទស្សនិកជនទាំងអស់ជាទីមេត្រីខណៈនេះដំណើររបស់យើងបានធ្វើដំណើរមកដល់មាត់ទន្លេមេគង្គតែម្ដងហើយឥឡូវនេះដើម្បីឲ្យទស្សនិកជនទាំងអស់បានជ្រាបកាន់តែច្បាស់អំពីចំណាប់អារម្មណ៍របស់បងប្អូនដែលជាកីឡាករប្រណាំងទូកនៅក្នុងពិធីបុណ្យអុំទូកអអំបុកបណ្ដាលប្រទីបនឹងសំពះព្រះខែនៃឆ្នាំ2005នេះតើក្នុងនាមជាកីឡាករប្រណាំងទូកនោះគាត់មានចំណាប់អារម្មណ៍យ៉ាងណាខ្លះខណៈនេះខ្ញុំបានសូមនាំអារម្មណ៍នឹងខ្សែចក្ខុរបស់ទស្សនិកជនទាំងអស់ទៅជួបជាមួយនឹងបងប្អូនកីឡាករប្រណាំងទូកយើងដោយតទៅបាទសូមគោរពអញ្ជើញបាទជំរាបសួរបងអត់ទៅបងមានឈ្មោះអីដែរខ្ញុំឈ្មោះលីវគិរៀមបងគឺជាអ្នករងក្បាលទូកបាទទូកបងមានឈ្មោះអីដែរបងចន្ទធូសេះហោះចន្ទធូសេះហោះហើយចន្ទធូសេះហោះហ្នឹងតើមកពីខេត្តណាហើយស្ថិតនៅក្នុងភូមិឃុំស្រុកអីខេត្តអីដែរបងបាទចន្ទធូសេះហោះមកពីខេត្តកំពង់ធំនៅស្រុកសន្ទុកឃុំតាំងកសាំងឃុំសង្ឃ្លាំងបាទហើយក្នុងការប្រឡងប្រកួតប្រជែងក្នុងរយៈពេល2ថ្ងៃកន្លងមកនេះតើទទួលលទ្ធផលយ៉ាងម៉េចខ្លះដែរបងបាទថ្ងៃដំបូងចាញ់ថ្ងៃទី2ឈ្នះដាច់ហ្មងឈ្នះដាច់តែម្ដងហើយចុះឥឡូវសម្រាប់ថ្ងៃទី3ដែលជាថ្ងៃបង្ហាញនេះតើចន្ទធូសេះហោះនឹងមានសង្ឃឹមយ៉ាងម៉េចខ្លះដែរក្នុងការទទួលយកជោគជ័យលើគូប្រកួតនោះបាទក្រុមទំងោខ្ញុំទាំងអស់គ្នាបដិញ្ញាចិត្តយកឲ្យឈ្នះលើម្សិលមិញទៀតបាទអត់ទៅបងខ្ញុំចង់បន្ថែមទៅតាមមើលទៅឃើញកីឡាករទូកងរបស់បងនេះគឺថាច្រើនមែនទេណាអានេះគេហៅទូកងបងណាទៅច្រើនមែនទេអញ្ចឹងបានន័យថាខ្ញុំចង់ដឹងចំនួនតែចំនួននឹងមានប្រហែលអ្នកដែរបងចំនួនកម្លាំងចែកមាន40នាក់40នាក់គឺបានន័យថាយើងនឹងស៊ីសិតតែកម្លាំងស្រួយតែម្ដងណាហើយក្នុង40នាក់ហ្នឹងតើមានតែចំនួន40នាក់ហ្នឹងទេឬក៏មានលើសពីហ្នឹងដែរប៉ុន្តែយើងមិនអាចបញ្ចូលបានក្នុងទូកកម្លាំង40នាក់នេះជាកម្លាំងពិតក្នុងហ្នឹងមានកម្លាំងត្រៀម22នាក់ទៀតបាទហើយអត់ទៅតើក្នុងនាមបងជាអ្នករងក្បាលទូកតំណាងឲ្យទូកងចន្ទធូសេះហោះបងមានចំណាប់អារម្មណ៍យ៉ាងម៉េចខ្លះដែរក្នុងការចូលមកប្រកួតនៅក្នុងពិធីបុណ្យអុំទូកអអំបុកសំពះព្រះខែនិងបណ្ដាលប្រទីបដែលជាពិធីបុណ្យប្រពៃណីរបស់ប្រជាជនខ្មែរយើងបាទសំខាន់មកនេះគឺបានឲ្យតែបានមកមិនគិតឈ្នះមិនគិតចាញ់សំខាន់ចង់បានឈ្នះប៉ុន្តែចាញ់ក៏មិនតូចចិត្តដែរព្រោះបានឈ្នះខ្ញុំត្រេកអរខ្លាំងជាងចាញ់បាទចឹងសូមអរគុណច្រើនបងណាបាទអត់ទៅលពូជំរាបសួរអត់ទៅលពូមានឈ្មោះអីដែរលពូខ្ញុំគួយមឿនសម្ងាយលពូមានអាយុប្រហែលឆ្នាំទៅហើយអាយុ60ហើយលពូជាគណៈកម្មការទូកងមានឈ្មោះអីដែរលពូគណៈកម្មការទូកងទូកឈ្មោះមហាពេជ្របាទទូកហ្នឹងគឺស្ថិតនៅក្នុងភូមិឃុំអីដែរនៅក្នុងភូមិវត្តថ្មីឃុំព្រៃដំបងស្រុកមកកំពូលខេត្តកណ្ដាលតែម្ដងហើយសម្រាប់ថ្ងៃនេះគឺជាថ្ងៃប្រណាំងទី3ហើយមិនថាអញ្ចឹងលពូណាខ្ញុំចង់ដឹងថាសម្រាប់ថ្ងៃប្រណាំងទី1និងទី2តើទូករបស់លពូបានទទួលជ័យជំនះឬក៏ទទួលលទ្ធផលយ៉ាងម៉េចខ្លះដែរថ្ងៃទី1ចាញ់បើថ្ងៃទី2ឈ្នះបាទហើយចុះសម្រាប់ថ្ងៃទី3នេះតើសង្ឃឹមថាទូករបស់លោកពូនឹងតើសង្ឃឹមថានឹងអាចទទួលជ័យជំនះទេមើលទៅថ្ងៃទី3សង្ឃឹម10ទាំង10មកឈ្នះ 100% តែម្ដងបាទអញ្ចឹងហើយអត់ទោះទូកលោកពូមិនដាមានចំណុះកីឡាករប្រហែលអ្នកដែរចំណុះ32នាក់នាក់ហើយជារៀងរាល់ឆ្នាំកន្លងមកតើការប្រណាំងទូកក្នុងពិធីបុណ្យអុំទូកអំបុកសំពះព្រះខែនិងបណ្ដាលប្រទីបហ្នឹងតើទូករបស់លោកពូនឹងទទួលជ័យជំនះឬក៏ទទួលលទ្ធផលយ៉ាងម៉េចខ្លះដែរជួនឈ្នះ3ថ្ងៃទៅឆ្នាំណាជួន2ថ្ងៃឆ្នាំណាជួន1ថ្ងៃបាទតែចាញ់រហូតគឺអត់ដែលមានទេដែលមានទេបាទហើយជាមួយនឹងការធ្វើដំណើរមកពីស្រុកកំណើតរបស់លោកពូដើម្បីចូលរួមក្នុងការប្រណាំងទូកនៅក្នុងពិធីបុណ្យដែលជាប្រពៃណីទំនៀមទម្លាប់ខ្មែរយើងដែលមានតាំងពីបរមបុរាណមកនេះតើលោកពូមានចំណាប់អារម្មណ៍យ៉ាងម៉េចខ្លះដែរក្នុងនាមជាគណៈកម្មការទូកមួយដែលបានចូលរួមក្នុងការប្រកួតប្រជែងជាមួយនឹងទូកផ្សេងទៀតនោះខ្ញុំចំណាប់អារម្មណ៍ខ្ញុំមានមកផ្នាសបាយទេបងបាទហូបចុកអីអត់មានលោកណាឯកឧត្តមណាជួយគឺថាប្រជាជនសុទ្ធសាធហើយគៀសគ្នាមកលេងសបាយអុំទូកហ្មងបាទទាំងឆ្នាំហ្នឹងបាននេះក្រុមហ៊ុនអីឯកឧត្តមចောက်លេងគាត់ជួយឧបត្ថម្ភខ្លះបាទអរគុណច្រើនលោកពូណាបាទដូចធ្លាប់ល្បីទៅមកបាទជាមួយល្បីដែរយ៉ាងល្បីដែរយកប៉ាឆ្នាំបាទទៅមួយចាបាទហើយថ្ងៃណាទៅវិញមកចឹងតែទទួលរង្វាន់ហើយចាបាយខលមកថឹងមកបាយប្រាបាយហូបទៅលើបងសល់
បាទនេះគឺជាទស្សនវិជ្ជាមួយដែលបង្ហាញឡើងដោយសកម្មភាពបងប្អូនកីឡាករប្រណាំងទូកកំពុងតែរុញទូករបស់ខ្លួនចូលទៅក្នុងផ្ទៃទឹកដើម្បីធ្វើដំណើរទៅកាន់ទីដែលចេញប្រកួតព្រោះថានៅថេរវេលាបន្តិចទៀតនេះទូកនេះនឹងត្រូវបាទដល់ពេលចូលរួមប្រកួតហើយគួរបញ្ជាក់ផងដែរថាតាមជំនឿរបស់ប្រជាជនខ្មែរនៅក្នុងទូកប្រណាំងនីមួយៗគេជឿថាមានបារមីកាន់សន្ធិដ្ឋនៅផងដែរហើយដូច្នេះហើយទៅតាមរយៈរូបភាពនេះយើងឃើញបងប្អូនកីឡាករប្រណាំងទូកមុនពេលចេញទៅប្រកួតគេតែងតែនាំគ្នាយកគ្រឿងដង្វាយផ្កាភ្ញីធូបទៀនទៅគោរពបូជាសែនព្រេននៅលើក្បាលទូកជានិច្ចជំនឿនេះត្រូវបានគេធ្វើឡើងដើម្បីឲ្យបារមីដែលថែរក្សាទូកជួយការធ្វើដំណើរតាមផ្លូវទឹកនិងការប្រណាំងរបស់គេទទួលបានជោគជ័យតែម្ដងគួរកត់សម្គាល់ថែមទៀតថាជាទូទៅនៅលើក្បាលទូកប្រណាំងទាំងអស់ដែលបានចូលរួមប្រណាំងនៅក្នុងព្រះរាជពិធីបុណ្យអុំទូកអអំបុកសំពះព្រះខែនិងបណ្ដាញប្រទីបតាមប្រពៃណីជាតិខ្មែរនេះយើងឃើញមានការតុបតែងលម្អដោយគ្រឿងសក្ការៈផ្សេងៗទៅតាមការនិយមនិងតាមជំនឿនៃតំបន់នីមួយៗក្នុងនេះដែរនៅពេលដែលចេញប្រកួតបើតាមទំនៀមទម្លាប់ប្រពៃណីជនជាតិខ្មែរដែលមានតាំងពីបុរាណនោះគឺទូកប្រណាំងនីមួយៗត្រូវតែមានអ្នករាំក្បាលទូកជាមនុស្សប្រុសឬស្រីជានិច្ចដើម្បីបង្ហាញពីកាយវិការអង់អាចក្លាហាននិងការបន្ថែមល្បឿនរបស់ទូកសម្រាប់យកជ័យជំនះលើគូប្រកួត